សួស្តីបងប្អូនអរគ្នាដោយសារតែមានគ្នាយើងជាច្រើនបានសួរខ្ញុំតាក់ទងពីកាមេរ៉ាតើខ្ញុំប្រើកាមេរ៉ាអីដើម្បីថតហ្នឹងអញ្ចឹងសម្រាប់ខ្ញុំប្រើប្រភេទ Osmo Pocket 3ប្រភេទនេះគឺស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលថតបែបនិយាយខ្លីៗឬក៏ថតបែបវីដេអូពីព្រោះដោយសារតែប្រភេទនេះគឺគេ design មកគឺទូចទី1រូបរាងទូចទី2មានប្រភេទ game ball ដូចបងប្អូនឃើញអញ្ចឹងគឺវីទៅគឺរូបភាពយើងគឺអត់អង្គើទេអញ្ចឹងបើសិនជាបងធ្វើបែបជា content បែបនេះឬក៏បងប្អូនធ្វើបែបជា vlog ដែលថតដើរថតក៏អីដែរព្រោះដោយសារវាមាន game ball ជួយការពារហើយមួយទៀតគឺបើសិនជាបងប្អូន select យកប្រភេទឈុត creator អញ្ចឹង creator Cambo គឺគេមានថែមឲ្យម៉ៃមួយគ្រាប់ទៀតអញ្ចឹងមែនតើគឺមានន័យថាម៉ៃនេះគ្រាន់តែយើងបើកមកវា connect អូតូជាមួយនឹងកាមេរ៉ាយើងឲ្យស្រាប់ហើយអញ្ចឹងការថតអីគឺស្រួលមែនតើហើយមួយទៀតតកតងនឹងDJI នេះគឺ sensor វាមានរហូតដល់1 inch បងប្អូនអរគ្នាអញ្ចឹងគឺថតច្បាស់មែនតើហើយថតបានរហូតដល់ 4K 60 frame អញ្ចឹងនេះដូចបងប្អូនបានមើលឃើញអញ្ចឹងនេះខ្ញុំតេស្តឲ្យមើលនេះប៊ិចរបស់ខ្ញុំប៊ិចនេះទល់វីអញ្ចឹងបងប្អូនឃើញការ focus របស់វាគឺច្បាស់ល្អមែនតើអញ្ចឹងបើសិនជាឧទាហរណ៍ថាខ្ញុំចង់ឲ្យDJI ហ្នឹងវាចាប់លើទល់វីហ្នឹងហ្មងដើម្បីកុំឲ្យវាដូរទៅណាផ្សេងណាឧទាហរណ៍ថាទល់វីត្រូវការអង្គើខ្ញុំឲ្យកាមេរ៉ាអង្គើអញ្ចឹងខ្ញុំគ្រាន់ tap លើវា2មកចាំតិចវាអត់ចាប់អាហ្នឹងវាចាប់តែមុខខ្ញុំនេះវាដោយសារវាទូចពេកអញ្ចឹងវាអត់សូវចាប់ទេអញ្ចឹងយើងរកឲ្យមួយធំឧទាហរណ៍នេះចាស់អញ្ចឹងចាប់តែមុខពេលច្រើនឲ្យវាស្គាល់លើមុខព្រោះដោយសារតែមុខយើងត្រូវការថតច្រើនអញ្ចឹងបើសិនជាឧទាហរណ៍ថាឥឡូវថាគិតតែមុខចុះឲ្យស្រួលអញ្ចឹងបើខ្ញុំចង់អង្គើតិចតួចគឺវាអង្គើតាមមកខ្ញុំរត់មិនគឺវាអង្គើតាមហើយតែតោះនឹងការ focus វាគឺលឿនមែនតើនេះដូចបងប្អូនឃើញអញ្ចឹងសកម្មភាពរបស់យើងគឺវាអត់ងាយផុតពីកាមេរ៉ាហ្នឹងទេព្រោះពេលយើងដើរវាងាកចេញយើងដើរចូលវាងាកចូលវិញអញ្ចឹងគឺងាយស្រួលមែនតើហើយតាក់ទងវីដេអូដែលខ្ញុំដាក់គៀនហ្នឹងគឺជាខ្ញុំថតចេញពី Vivo X2 Ultra ដូចបងប្អូនឃើញអញ្ចឹងគឺថតបែបវីដេអូបែប portrait ហើយយក lens 85ព្រោះ Vivo ខ្ញុំពេញចិត្តជាងគេទៅត្រង់ lens 85ឯងអញ្ចឹងភាគច្រើនខ្ញុំថតលើ lens 85គ្រប់ចំណុចមិនដែរវីដេអូប៉ុណ្ណឹងអញ្ចឹងសម្រាប់បងប្អូនបើសិនជាបងប្អូនកំពុងតែត្រូវការកាមេរ៉ាដែលអាចថតបានបែប vlog ឬក៏ថតបែបក្នុងផ្ទះបែបអីអញ្ចឹងតិចតួចហ្នឹងទេខ្ញុំ recommend ប្រភេទ Pocket 3នេះព្រោះវាស្រួលប្រើមែនតើហើយងាយពេលដែលដោយបងប្អូនឃើញវីដេអូដែលខ្ញុំផុសទូទៅហ្នឹងគឺភាគច្រើនខ្ញុំថតចេញពី Pocket 3ហើយខ្ញុំអត់មាន edit អីទេព្រោះ Pocket 3ហ្នឹងមានច្រើនទៀតយើងអាចចូលសេរីវា edit យកមុខយើងឲ្យមាន smooth ឬក៏កុំឲ្យមានមុនកុំឲ្យមានអីឬក៏មិនជេ edit បានសអីគឺអាច edit បានទៀតអញ្ចឹងសម្រាប់បងស្រីគឺប៉ុន្តែយើងប្រុសបើសិនជាយើង edit ថែមឲ្យមុខវាសទៀតដាក់ទៅខ្ទើយចំហើយអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែត្រូវការកាមេរ៉ាឬក៏ត្រូវការអីអាចឬក៏ចង់សាកសួរតាក់ទងពី Pocket 3ហ្នឹងអាច comment ខាងក្រោមបានបើខ្ញុំចេះខ្ញុំនឹងចែកម្លែកតាមទៀតអរគុណច្រើនបាយបាយ